បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺខ្ញុំមានការចែករំលែកមួយទាក់ទងទៅលើម៉ាស៊ីន Panasonic ជជុះជប៉ុនណាបងប្អូនដែលមាន error code H23 បាទអញ្ចឹងវាចេញ error code ហ្នឹងតើយើងជួសជុលយ៉ាងម៉េចចំណុចដែលវាខូចមូលហេតុអីបានវាចេញ error code ឥឡូវខ្ញុំដោះរួចហើយបងប្អូនមើលបាទ sensor កញ្ច្រែងត្រជាក់បងប្អូនឃើញអត់តោះមើលតាមដានទាំងអស់គ្នាបាទមើលបាទឃើញមូលហេតុតែម្ដងបងប្អូនកលាតកាត់បងប្អូនបើមិនកលាតទេក៏ដោបងប្អូនណាបងប្អូនគេដាច់បាទរលនោះមូលហេតុឃើញបងប្អូនណាបាទអញ្ចឹងយើងអាចសន្និដ្ឋានបានថា error code H23 គឺបាច់ខ្សែ sensor ណាបងប្អូនបាទដាច់ហើយឡូវនេះបើតរួចអស់ហើយបងប្អូនតរួចហើយនេះបងប្អូននេះតរួចហើយជាងនេះអាក្រមក៏តរួចដែរយើងតបែបហ្នឹងមកបាទចោះទៅបើកទាំងអស់គ្នាតោះយើងចុចបើកទាំងអស់គ្នាបាទឡើងអីហ៎បងប្អូនបាទឡើងអីហ៎ដើរវិញហើយបាទឥឡូវនេះយើងចាប់ចូលរួចរាល់ហើយបងប្អូនឃើញទេបាទឃើញទេឡើងអីហើយបងប្អូនអញ្ចឹងយើងធ្វើតេស្តទាំងអស់គ្នាបាទនេះគឺបិទហើយបាទយើងបើកវិញអត់វាបិទសិនឡូវបិទហើយតោះយើងបើកវិញបាទឃើញទេឡើងអីហើយបងប្អូនបាទវិធីងាយបងប្អូនណាបាទនេះគឺ sensor ដែលខ្ញុំបង្ហាញបងប្អូនហ្នឹងឥឡូវរួចរាល់ហើយបងប្អូនបាទអរគុណសម្រាប់ការទស្សនាកុំភ្លេចតាមដានចុច Subscribe និងតាមដានទាំងអស់គ្នាដើម្បីទទួលបានចំណេះដឹងថ្មីៗទាក់ទងទៅលើការជួសជុលគ្រឿងអេឡិចត្រូនិកផ្សេងៗទៀតបាទសូមអរគុណ RK Products is the Panasonic and LG dealer that sold all electronic products. We make life easier.